ទស្សនៈរបស់យើងសម្ដែងដោយ Rio Asahi ដែលសាររឿងមួយហ្នឹងគឺជាអំពីអាឈឹមបានរៀបការជាមួយនឹងប្រពន្ធរបស់វាសប្តាហ៍ថ្ងៃនេះរួចហើយក៏មកលេងផ្ទះម៉ែឪក្មេងរយៈពេលមួយអាទិត្យហើយគឺផ្ទះហ្នឹងគឺមានតួស្រីដែលត្រូវជាប្អូនថ្លៃដ៏ស្រស់ស្អាតបែបថាសម្រស់ហ្នឹងគឺចាំងភ្នែកតែម្ដងធ្វើឲ្យអាឈឹមរបស់យើងហ្នឹងគឺសម្លឹងប្អូនបែបថាគ្មានដាក់ភ្នែកអីម្ដងណាសោះអីចឹងទៅហើយតួស្រីរបស់យើងហ្នឹងគឺមិនដែលបានញ៉ាំបាយញ៉ាំទឹកជាមួយនៅផ្ទះទេតែងតែទៅលួចក្រេបបន្តិចក្រេបទួចម្នាក់ឯងអីបែបថាមិនសូវចូលអីគេចឹងណាហើយថ្ងៃនេះក៏មានកម្មវិធីទៅជប់លៀងជប់អីចឹងទៀតដល់ទៅពេលអា2អ្នកប្តីប្រពន្ធនោះត្រឡប់មកវិញគឺឃើញសភាពតួស្រីរបស់យើងគឺដេកលក់បែបថាសន្លប់ភ្លឹងអានោះតែងតែគ្រាចូលបន្ទប់ចូលអីជានិច្ចកាលអីចឹងទៅហើយថ្ងៃនេះគឺរៀងធ្ងន់ដៃបន្តិចគឺមកខ្លួនឯងឲ្យរួចធ្វើឲ្យអាតួប្រុសរបស់យើងអាជ្រឹមហ្នឹងគឺទៅយកដល់កន្លែងតែម្ដងដោយសារតែការខកស្ទះនៃខ្សែរថភ្លើងជើងចុងក្រោយក៏ទៅផ្ទះអ៊ំណាក់រួចហើយក៏ខ្ចាយទៅហ្មងទៅចាំការទៀតហើយតួស្រីរបស់យើងក៏មាត់អង្គយដែរក៏ប៉ុន្តែមនុស្សធ្លាប់ស្គាល់ក្លិននេះហើយវាមានមើលមុខអីគ្នាចំដល់ពេលចឹងហើយគឺដើរអោនមុខអោនអីរៀងខ្លួនអីចឹងទៅដល់ទៅយប់ឡើងនោះឆឹមគាត់រងថាទៅឃ្លាចិត្តគ្នាជាមួយនឹងតួស្រីយើងតិចណាដល់ទៅពេលនិយាយចុះនិយាយឡើងទៅមានអីតួស្រីរបស់យើងមិនប្រកាន់ទោសអូដំណើរទេដល់តែអញ្ចឹងហើយចាំការទៀតខ្ចាយមួយទៀតភ្លាមអីចឹងទៅហ្មងទៅពេលនេះតួស្រីរបស់យើងគឺប្លែកហើយមានការញ៉ាំបាយញ៉ាំទឹកជាមួយអ្នកផ្ទះបន្តទៅពីញ៉ាំបាយញ៉ាំទឹកហើយគឺមានការបោះខ្សែភ្នែកបែបថាសញ្ញោឲ្យហេតុគ្នាទៅហ្មងអីចឹងណាអានោះក៏ដឹងហេតុការភ្លាមបែបថាប្រពន្ធហៅទៅតែលេងខ្វល់ជាមួយទូរស័ព្ទគឺទុកចោលតែម្ដងមានអីត្រូវខ្វល់ទៀតបើខ្ចាយលើខ្ចាយ5ខែកន្លងផុតទៅនេះតួស្រីរបស់យើងមានអីចាំកាលទៀតស្ទល់បែបថាប៉ោងតែម្ដងដល់អញ្ចឹងហើយគឺ happy ending ឬអត់មិនដឹងអ្វីដែលដឹងគឺអសរពណ៌ស្វាយរត់ចូលឡើងគឺជា Lego Complete ទៅ search មើលហើយបើចូលចិត្តក៏ complete ចុច like ចុច follow ឲ្យបងអាមខ្លាំង